ok តោះចឹងខ្ញុំសូមតទៅទៀតតែនេះគឺយើងបង្កើតនៅក្នុង file តែមួយនៅក្នុង main.java តែមួយប៉ុន្តែបើសិនជា base practice វាមិននៅជាមួយគ្នាណាគេអាចថា move ទៅផ្សេងគ្នាតើណាត់ក្នុងការ design base practice ណាគឺខ្លះនេះគេអត់បង្កើតនៅក្នុង file តែមួយយ៉ាងទេណាគេអាចបបែកទៅជាមួយ file យ៉ាងនេះគេ call បានហេបាទទៀតខ្ញុំឲ្យ move វាទៅខាងក្រៅហើយយើងអាចបង្កើតពី3 class ទៅហើយយើងអាចសាក call វាផ្សេងគ្នាដើម្បីបង្កើត class នៅក្នុងនេះឥឡូវយើងមាននៅក្នុងនេះគឺជា package របស់យើងណាបាទ org.nat ដែលខ្ញុំបង្កើតមកតាមយើងបង្កើតដំបូងគេហ្នឹងឥឡូវវាមាន main នេះមួយណា main នឹងមួយហើយអញ្ចឹងគឺក្នុង main.java ហ្នឹងឥឡូវខ្ញុំចាប់ផ្ដើមបង្កើតមកស្ដាំនៅនេះមកខ្ញុំបង្កើត new គ្នាបាទ new java class ហេ new java class អញ្ចឹងគឺខ្ញុំ move វាទៅគេទៅវាមាន class មានគេ interface មាន record enum annotation exception អញ្ចឹងណាបាទយើងយកជា class ហ្នឹងមកនេះលើគេហ្នឹងយើងដាក់ថា test បាទណា test អញ្ចឹងវាទទួលបានគេទទួលបាន class មួយប៉ុន្តែវាមានកំហុសមួយកើតឡើងដោយសារតែវា duplicate class នៅក្នុង current របស់យើងវាមានតាក់ទងជាមួយនឹងការ duplicate ដោយសារតែយើងបានបង្កើតនៅក្នុងនេះរួចហើយនេះនៅក្នុង main នេះតែនៅក្នុង main នេះរួចហើយណាអញ្ចឹងបើខ្ញុំដូរទៅជា test មួយអត់អីទេណាបាទ test មួយណាអញ្ចឹងអាហ្នឹងគឺវាអត់អីវិញណាអញ្ចឹងទៅនេះគឺគ្នាយើងកាត់វិញមកខ្ញុំគាត់តែកាត់ចេញពីនឹងមកណា control x ចេញពីនឹងវិញមកបាទហើយខ្ញុំធ្វើការងារគឺដាក់ចូលទៅនេះវិញផាចូលទៅនេះ public class មកហេ class តែនេះនេះគេខ្ញុំបានកាត់ដែលខ្ញុំ declare មិញនៅលើ main ណាយកមកដាក់នៅក្នុង file ផ្សេងតែនេះ file ផ្សេងហើយប៉ុណ្ណឹងយើងប៉ុណ្ណឹង you see បាទតោះផាចូលក្នុង file ផ្សេងអញ្ចឹងយើងមើលការងាររបស់យើងទៅនេះតិចមកនេះអញ្ចឹងខ្ញុំមាន class មួយឈ្មោះថា test level ស្មើនេះហ៎បាទ test ចានេះគឺជា class ហ្នឹងកាលណានៅ level ស្មើគ្នាគឺយើងអាច call direct បានដោយអត់ចាំបាច់ import អីទេអញ្ចឹងពេលយើង say test ចឹងមកវាស្គាល់ណាបាទដោយសារវានៅក្នុង package តែមួយនេះតែ package របស់យើងតែមួយអញ្ចឹងស្គាល់បាន you see test ហ្នឹងមួយណាអញ្ចឹងគឺឥឡូវយើង run សិនអត់មានអីទេបាទមានទេអញ្ចឹងគឺ sonation ណាអូខេអញ្ចឹងគឺយើងរៀន call អាហ្នឹងមកវិញណា call អាហ្នឹងមកវិញនេះគឺនៅនេះតែនៅនេះឧទាហរណ៍នេះខ្ញុំដាក់ថាខ្ញុំកែបន្លាញចុះ input information information ណា input information នៃពី value ហ្នឹងហើយទៅនេះខ្ញុំអត់សូម print ln ទេប៉ុណ្ណេះចុះ see បាទអញ្ចឹងនេះគឺនៅ direct class នៅដដែលហេអត់ដែរអញ្ចឹងទៅនេះហើយគឺ main របស់យើងអញ្ចឹងគឺឥឡូវយើង save ទៅណាយើងបង្កើតចឹងមកឲ្យដាក់មកស្ដាំឡើង package នេះយើងដាក់ new class ហើយបង្កើតចឹងមកហើយចាប់ផ្ដើមយកទៅប្រើប្រាស់នៅក្នុង main ព្រោះពេលដែលយើង run គឺនឹង root គេណា root គេអញ្ចឹងគឺយើងចាប់ផ្ដើមបង្កើត object អញ្ចឹងគឺយើងដាក់ test នេះគឺជា class យើងនៅវាដឹងណាបាទអញ្ចឹងគឺ test បាទ test ហ្នឹងគឺជា class របស់យើងណាបាទអញ្ចឹងគឺនេះ test class test ណាបាទ class test នៅក្នុង package មួយនេះហើយយើងចាប់ផ្ដើមបង្កើត object មួយឈ្មោះថា test1 ស្មើនឹង new test បាទហើយនេះគឺវិធី syntax ក្នុងការ create new object តែណាអញ្ចឹង object ហ្នឹងគឺមានតួនាទី access member ដែលយើងចង់ access បានយើងគ្រាន់តែយក test មកចង់ access គេ access input.input មកហេបាទហើយមើល test គេ test.output ហេ .output ហើយបើខ្ញុំសួរថាខ្ញុំដាក់ .output លើបានអត់បានប៉ុន្តែវាអត់ត្រូវយើង output មុន input អញ្ចឹងសួរ output បានគេបាន data ណាហ្នឹងមែនទេអញ្ចឹងវាគួរតែ call input មុនអញ្ចឹងទៅអញ្ចឹងអាហ្នឹង base លើការ call របស់យើងហើយសួរថា call មុនក្រោយបានបានគាត់ថាវា process ការងារតាមហ្នឹងទៅមែនទេបាទនេះគឺថា access member របស់ class test ហ្នឹងបានដោយជោគជ័យតែណាត់ដល់យើង move ការងារហ្នឹងទៅក្រៅវិញអូខេចាប់ផ្ដើម run មកអញ្ចឹងឃើញថាវាចាប់ផ្ដើម compile នេះinput អីគេនេះបាទ input information ណាអញ្ចឹងយើងមើលការងារនៅនេះ input information ទៅនេះខ្ញុំ save ទៅនេះច្រឡំមួយណាពីរដងតម្ដងទៀត save នេះ stop សិនតរ៉ាំដងទៀតហើយបាទចូលមកលេខ main នេះមកបាទយើង run ម្ដងទៀតណា run ទៅនេះមកអញ្ចឹងនេះយើងឃើញ result យើងនេះinput x
input information នេះនេះដែរណាបាទអញ្ចឹងវា call ណាបាទអញ្ចឹងគឺ12បាទអញ្ចឹងគឺដល់ដូចគ្នាតែណាដល់ដូចគ្នាតោះអញ្ចឹងបើថាយើងបានព្យាយាមមូខ្លះហ្នឹងទៅខាងក្រៅ success អញ្ចឹងបើយើងសម័យមើលពេលទៅមុខទៀតការងារយើងវាមានខ្លះច្រើនណាអញ្ចឹងគេអាចមូអញ្ចឹងតែណាមូមកខ្លះទៅតាម file មួយហ្នឹងដើម្បីយើង manage ហើយគេអាចមានជា folder សម្រាប់ manage ទៀតឧទាហរណ៍ folder សម្រាប់ class folder សម្រាប់ controller folder សម្រាប់ route អីចឹងណាទៀតវាមាន structure ក្នុងការ build back end ហើយវាមាន layer វាត្រឹមត្រូវណា layer សម្រាប់ controller layer សម្រាប់ service layer សម្រាប់ entity អញ្ចឹងទៅណាវាមាន layer វាហើយយើងបង្កើតត្រឹមត្រូវអញ្ចឹងណាបាទអញ្ចឹងគឺសម័យថាវាបង្កើតលក្ខណៈខ្លះមាន method មាន member អញ្ចឹងទៅអញ្ចឹងគឺយើងបាន concept ហ្នឹងយើងទៅមុខទៀតអាចស្រួលចាប់ណាស្រួលចាប់យកឧទាហរណ៍បន្តមកទៀតគឺខ្ញុំ sample បង្កើតខ្លះមួយទៀតខ្ញុំមានថាយើងមាន2ខ្លះហើយយើងសាក call នៅក្នុង main យើង call មិននាងសួរណាឥឡូវយើងសាកបង្កើតមួយទៀត new ខ្លះខ្ញុំដាក់ថាខ្លះdemo វិញណា demo វិញ demo 101បានអត់ឈ្មោះចេះបានណាបាទយើងវាឈ្មោះថា demo 101អាហ្នឹងក៏ជាឈ្មោះនៃឈ្មោះនៃខ្លះរបស់យើងដែរអញ្ចឹងបន្តមកទៀតយើងនឹកឃើញដល់ data member យើងចង់ដាក់អីគេអូខេឥឡូវខ្ញុំ sample ដូចមុនចឹងណាអាចថា demo ហ្នឹងខ្ញុំដាក់ប្រកាសinteger id អូខេហើយខ្ញុំដាក់ថា string បាទ string មក string full name sample ប៉ុណ្្នឹងចឹងណាដើម្បីយើងយល់អំពីការងារហ្នឹង yes ចឹងនេះគឺជា data member មាន2ហើយយើងអាច design វាដោយដាក់ private ចេះមក private ពីរមុខណាយើង private ពីរមុខ private in នេះព្រោះយើងចង់ឲ្យ data ហ្នឹងគឺ access public ទេហើយ private in ហើយបើសិននៅក្នុង Java បើយើងអត់ដាក់ default វាគឺហ្នឹងឯងតែណា default វាគឺ private ហ្នឹងឯងអញ្ចឹងដាក់អញ្ចេះហើយនឹងមិនដាក់គឺអត្តន័យស្មើគ្នាណាអញ្ចឹងពេលដែលយើងរៀនមែនតើទៅបើយើងបង្កើតយើងមិនបាច់ដាក់ private ក៏បានដែរបើន័យថា default វាគឺ private តោះតែយើង design វាទៅជា public បានយើងទៅដាក់ override public អញ្ចឹងថា default វាណាយើងតើអត់យើងអត់បានដាក់វាគឺវាយកធ្វើជា default អូខេធ្វើជា default អញ្ចឹងគឺយើងមាន method ពីរណា public ដូចគ្នា input void ពីតែមាន type void ណា function ហ្នឹងគឺមាន voice ហើយមួយទៀតគឺ public voice output អញ្ចឹងមានពីរ method input ខ្ញុំដាក់ថា input មកអញ្ចឹង input information មួយ input id input id ចុច2 id equal scanner អញ្ចឹងគឺយើងបង្កើត scanner មួយនៅក្នុង input មកដោយសារយើងត្រូវការអីគេត្រូវការ object scanner ណាអញ្ចឹងគឺ scanner ហើយវា auto import យើងពីលើមកអញ្ចឹងគឺយើងដាក់ scanner ឈ្មោះ scanner ស្មើនឹង new system scanner system .in ណាអូខេ semicolon ហើយអញ្ចឹងគឺយើងអាចប្រើ scanner បានគឺយក scanner.next_in ភាសាយើងប្រើ next_in ហើយបន្តមកទៀតគឺយើងយកscanner ហ្នឹង .next_line មួយមកហើយបើយើងចាប់ដើម write data បន្តមកទៀតគឺឲ្យname ម្ដង full name តែណា full name អញ្ចឹងនេះគឺ full name របស់យើងគឺ input full name អញ្ចឹងគឺយើងយកយក full name variable របស់យើងដាក់ចូលទៅបានណានេះបាន full name គឺយើងប្រើ next គេ next line ណាមិនមែន next នេះទេគឺ next line យើងអាចប្រើ next line ដោយសារវាជា string ណាប៉ុណ្្នឹងទៅអានេះគឺទូនាទីនៅក្នុង method input បាទ input ណាដល់ពេល output យើង output វិញមក output តោះ output ចឹង output គឺយើង output ជា data អញ្ចឹងគឺខ្ញុំនឹង design ពី method public void header ខ្ញុំមាន header មួយទៀតណា print header បាទ print header អញ្ចឹងគឺខ្ញុំដាក់ថា system.out.print print គឺយើងប្រើទម្រង់ printf មុនហ្នឹងបាទណាអូខេ printf យើងមានតែនេះទេមានតែភាគរយ 10s ភា
10s ចឹងយើងមាន ID យើងមាន full name ប៉ុន្តែយើងបោះវាជា string ណាជា header ទេទៅនឹងអញ្ចឹងគឺយើងដាក់អក្សរធំក៏បានដែរ ID full name អញ្ចឹងទៅណា full name អូខេចឹងនេះគឺជា header វិញចុងក្រោយគឺយើងស្លាក n ទៅនេះស្លាក n យើង copy ហ្នឹងមកបាទនេះគឺដាក់ជាភាគរយគេភាគរយ s ប៉ុន្តែយើងដាក់ជា data របស់យើងវិញគឺ ID អញ្ចឹង ID វាយកជាភាគរយ d ហើយដល់ពេល full name នេះគឺជា string អញ្ចឹង full name វាយកជា s ហេចប់ប៉ុណ្្នឹងណាអូខេបាទនេះគឺ print នេះគេ print header នេះគឺ print data ជា row ណាជា row អូខេនេះគឺយើង design class បានពីរមែនទេយើងណាមើលមួយឥឡូវគឺយើងចង់សួរថាតើនៅពេលដែលគេចង់ call ពី object គឺ call មិនវិញនេះអញ្ចឹងវា depend ឯគេនៅក្នុង class មួយ class តេសវា depend ការងាររបស់ class តេសមានគេ class សម្រាប់ការងារមួយហ្នឹង demo class តើវាមានការងារខ្លះនៅក្នុង class នីមួយៗហ្នឹងណាអញ្ចឹងវា depend on អញ្ចឹងបើយើងមើលទៅលើ production ដែលគេធ្វើវាអញ្ចឹងដែរណា class product មួយហ្នឹងតើវាមាន data member ខ្លះវាមាន function នេះខ្លះಅಥವಾ function បញ្ចូល product function check stock function scene product function អាចថាផ្សេងទៀតអញ្ចឹងណាអីចឹងតើអញ្ចឹងគឺវាមាន depend នៅក្នុង class មួយដល់ពេល class customer មានមួយផ្នែកខាង customer អញ្ចឹងទៅឧទាហរណ៍ you see អញ្ចឹងវា depend ក្នុង class នីមួយដល់ពេលយើងចង់ប្រើប្រាស់ class មួយណាគឺយើងបង្កើត object ចាប់ផ្ដើមយើងចង់ឧទាហរណ៍យើងចង់ធ្វើការងារគឺ call class demo អញ្ចឹងយើងទៅបង្កើត object មួយទៀតណាបង្កើតនៅលើម្ដងក៏បានឬក៏បង្កើតនៅកន្លែងណាក៏បានដែរឲ្យតែនៅក្នុងដែលយើងចង់បង្កើតតែណាត់ចង់បង្កើតអញ្ចឹងខ្ញុំ call ចេះមកហើយដាក់ថាទី1គឺឈ្មោះអីគេឈ្មោះ demo កាលណាដែលយើងបង្កើតទៅ level ស្មើគ្នាយើង set ទៅវា suggest ឲ្យណា demo មកបាទ demo យើងវាស្គាល់ demo ចឹង obj ថា demo មួយចេះបានណាត់បាទ demo 1បាទ demo 1ស្មើនឹង new demo new demo ចឹងគឺ demo dot input call class input ហើយមានavailable 3 class នេះ input demo 1 dot header យើង print header សិនហើយបាន demo 1 dot output ឬក៏ dot display អញ្ចឹងណាហើយមាន3 method ទីស៊ីនេះគឺមាន2 method 2 method អញ្ចឹងបើថានេះគឺជាវិធី call object ចេញពី class ផ្សេងគ្នាហើយ access តាមរៀងខ្លួនណាតើ access រៀងខ្លួន input នេះក៏ input ដែរប៉ុន្តែ input នឹងត្រូវបាន manage តាម class នីមួយៗមែនទេបើវាយើងយក test1.input ការងារផ្សេង demo.input ការងារផ្សេងហើយវាបែងចែកការងារបាទអានេះគឺការសរសេរ design class តាមផ្នែកនីមួយៗអូខេទៅយល់អញ្ចឹងណាបើអត់មានវាប្រហែលជាយើងអាចបាក់ manage តិចមែនទេបាទអញ្ចឹងពេលវា run មកហើយវា call x សិនណា x អញ្ចឹងខ្ញុំដាក់មក x លេខ1លេខ2អញ្ចឹងណាគេនេះ result យើងណាបន្តមកទៀតចប់អាហ្នឹងអត់ចប់អាហ្នឹងចូលដល់កន្លែង ID ម្ដងនេះបញ្ចូល ID គេ ID 101 name សុក Dara អញ្ចឹងទៅណា Dara គុកអូខេអញ្ចឹងយើងបាន ID ហើយនឹង full name ហេនេះគឺការវិធី print របស់ខ្ញុំឯងតែមាន2ហ្នឹងឯងបាទអូខេនេះគឺជា sample មួយគឺយើង move ខ្លះហ្នឹងទៅខាងក្រៅហើយយើង call មករួមនៅក្នុងកន្លែងទីតាំងយើងតែមួយនៅក្នុង main វិញនៅក្នុង main function ក្នុង main function you see តោះនេះលោកគ្រូយើងមកទាន់ដល់កន្លែងពុកខ្លះឲ្យវាសុំម្ដងទៀតយើងទាន់វាបង្កើតnew class ហ្នឹងឲ្យវាថាទៅវាស្មើគ្នាអូនេះយើងគាត់មកស្ដាំលើកន្លែង folder main នេះយើង collect មើលឃើញមាននេះគេឃើញមាន main យើងមែនទេ currently ហើយយើងគាត់ចូលមកលើហ្នឹងមកយើងមកស្ដាំ new ហើយដាក់ Java class คลิกមកយើងគាត់ដាក់ឈ្មោះវាមកចប់ហើយដាក់ថាអូថើយើងដាក់ឈ្មោះថា class student enter វាបង្កើតអីគេបង្កើត default យើងមួយទៅនេះ public class តែម្ដងហើយយើងគាត់ចាប់ផ្ដើមអីគេចាប់ផ្ដើម enter ចុះបន្ទាប់មកយើងដាក់ integer គេ id អីគេសេបន្ទាប់មកហើយយើង call វាទៅណាដូចខ្ញុំសេនេះមកយល់ទេ private របស់ខ្ញុំវាអត់មាន folder org.java
ប៉ុន្តែវាប្រកាសជាមានឈ្មោះថ្មីមែនទេមានឈ្មោះផ្សេងមែនទេហ្នឹងហើយអញ្ចឹងគឺមកស្ដាប់លើនឹងឲ្យទៅជា folder អាហ្នឹងគឺជា package វា default តែណាត់មកស្ដាប់លើនឹងមកបានទេអានេះដោយសារឈ្មោះពេលយើងបង្កើត project គឺវាដោយតាមនឹងមកបាទអូខេអញ្ចឹងបើយើងចង់លុបវាវិញយើងគ្រាន់តែមកស្ដាំលើខ្លះហ្នឹងមកហើយយើង delete ចោលទៅវា remove វិញណាប៉ុន្តែបើសិនតែយើង delete វាមាន reference វានឹង error ឧទាហរណ៍ឥឡូវបើសិនជាក្នុង main នេះគឺយើងបង្កើតខ្លះ test ហ្នឹងហើយកាលណាយើងលុបខ្លះ test ហ្នឹងចោលនឹងមាន error ព្រោះនេះវារត់ឃើញមែនទេបាទហ្នឹងវាទៅតែអញ្ចឹងមែនអត់បាទហើយសួរថាបើខ្ញុំដាក់ថា student ហើយ student ចេះវាស្គាល់អត់ស្គាល់ទេដោយសារវាអត់ដឹងថា student មកពីណាដោយសារវារកខ្លះហ្នឹងអត់ឃើញតែណាត់អាហ្នឹងគឺវាអញ្ចឹងអ្វីដែលវាអត់ error ហ្នឹងមានន័យថាវា available សម្រាប់ការងារហ្នឹងអញ្ចឹងណាអូខេតោះនេះជា example ហើយសួរមួយទៀតតើខ្លះណាមួយហ្នឹងអាច call ដាក់ខ្លះមួយទៀតបានឧទាហរណ៍ណាស្រាប់តែខ្ញុំថាឥឡូវខ្ញុំចង់ call ខ្លះ demo មកប្រើប្រាស់នៅក្នុងខ្លះ test អាចទៅរួចអត់ឧទាហរណ៍ចូលក្នុង public អានេះនៅក្នុងខ្លះ demo មែនទេឧទាហរណ៍ test object បាទ test អញ្ចឹងណាថាគេ public void មើលសេះបានអត់អានេះមិននៅក្នុង class demo មែនទេអញ្ចឹងឧទាហរណ៍ណាអញ្ចឹងអ្នកគ្នាយើងចេះគិតតែថាតែឲ្យ call មក test test បាទអញ្ចឹងគឺ obj1 ស្មើនឹង new test ត្រួយតើណាត់នេះឃើញត្រួយបាទហើយ obj test ហ្នឹង dot input បាទ obj test ហ្នឹង obj1 ហ្នឹង dot output មកបាទជួយហ្នឹងបានតែមិនវិញបើថា class មួយclass មួយទៅ init មកទៅ call object ចេញពី class មួយទៀតអានេះគឺជា method នៅក្នុង class demo 1ជា method នៅក្នុង class demo 1ហើយយើងចង់ប្រើប្រាស់ member របស់ class test របស់យើងលុះត្រាតែយើងបង្កើត object នៅក្នុង function ហ្នឹងទើបយើងអាចប្រើប្រាស់បានអានេះគាត់ជា basic មួយណាប៉ុន្តែវាមាន concept inheritance ទៀតអញ្ចឹងណាបាទគឺថាយើងអាចបង្កើត object តាម method ដែលយើងចង់ប្រើប្រាស់បានជាស្ដែងនេះអញ្ចឹងណា test គេtest obj test នេះបាទអ្នកថា test ចេះបាននេះអញ្ចឹងយើងគាត់យក demo.test មកវាចេញតែបាទឬក៏ a ក៏បានឧទាហរណ៍អញ្ចឹងនេះគាត់ឈ្មោះ method name ណាអញ្ចឹងបើយើងចង់បានយើងគាត់យកនេះយក demo 1គឺជា object ចេញពី class demo ហើយវាមាន method a របស់យើងនេះឆាច់មកអញ្ចឹងបានន័យថាម៉េចបើខ្ញុំរ៉ាន់ទៅបានន័យថាវាធ្វើការងារពីលើចុះក្រោមហើយស្រាប់ដល់កន្លែង a នេះបានន័យថាវាចាប់ផ្ដើមធ្វើគេយើងមើលការងារចាត់ស្ដែង a ហ្នឹងវា call input call input output ចេញពី test បន្តទៀតអានេះមានថា call តនេះអញ្ចឹងណាបើជា simple អញ្ចឹងគឺអាហ្នឹងអាចសរសេរអញ្ចឹងបានតែណាយើងអាចសរសេរអញ្ចឹងបានហើយនៅក្នុង test នេះក៏អាច call class demo បានដែរអញ្ចឹងអាច call ទៅវិញទៅមកបានយល់ទេបាទហ្នឹងការងារវាណា call ទៅវិញទៅមកបានអាច use បានណាគ្រាន់តែបង្កើត object មួយចេញពី class មួយហ្នឹងហើយគឺ access ចុះព្រោះអញ្ចឹងឃើញថាវាជាក់លាក់វាដឹងថាតើ input ហ្នឹងមកពីណាយើងមើលទៅឃើញ reference វាមកពីលើនេះបាទអញ្ចឹងណាអូខេអញ្ចឹង level វាស្មើគ្នាវាអត់ទៅការ import អីទេវាស្គាល់ហ្នឹងណាព្រោះ test ហ្នឹង level វាស្មើគ្នាណាវាដឹងតែណាអូខេតោះអញ្ចឹងប្រព័ន្ធហ្នឹងគ្នាយើងតាក់ទងជាមួយនឹងការ move class ហ្នឹងមកខាងក្រៅអត់នៅជាមួយ main function ណា